អូខេបងប្អូនឥឡូវនេះនៅនងហើយនឹងពពាយយើងដែលខ្ញុំដាំថ្ងៃមុនហ្នឹងមកដល់ឥឡូវហ្នឹងរយៈពេល6ថ្ងៃហើយបងប្អូននេះពពាយគឺទុំតែដុសទេគឺននងនេះដុសមុនអញ្ចឹងណាបងប្អូននេះហើយពពាយគឺដុសខ្លះអូខេបងប្អូនឥឡូវននងហើយនឹងពពាយយើងគឺបានរយៈពេល10ថ្ងៃហើយមានដុសខ្លះអត់ដុសខ្លះអញ្ចឹងណាហើយប្រហែលជាអត់ដុសពពាយដុសបានប៉ុណ្នេះឥឡូវខ្ញុំចាប់ដើមចូលដាំផ្ទះនេះយើងទុកដាំនៅចង្ការទៀតអញ្ចឹងណាបងប្អូនដាំហ្នឹងឲ្យវាតាមដំបងហ្នឹងទៅយើងស្រួលដាក់ដាំទឹកកាហ្វេមួយហើយនឹងដូងទុកដាំឡើងតាមដំបងព្រោះអីដោយសារតែអាហ្នឹងមានជីហើយស្រាប់ទេតែយើងដាំស្ពេកក្តៅវាក្តៅពេកទៅភ្លៀងបន្តិចសោះឡើងនេះហូរបានជាយមេឃភ្លៀងចឹងល្អស្រួលដាំផងឲ្យសើមវាចឹងណាពេលយើងដាំស្លឹកចេកចឹងស្រួលណាបងប្អូនអ្នកគ្នានេះស្រួលហ្មងរយៈពេល10ថ្ងៃហើយបងប្អូនឥឡូវខ្ញុំដាំវាដបងទៀតថែមទៅយើងដាក់ដាំទៅដាក់ដុះណាចឹងគឺដាំវាដបងទៅតិចថែមទៀតទៅគួរពេលអនុអត់អស់យើងបានស្រួលមកបងប្អូនអាចធ្វើតាមខ្ញុំបានពិសេសនេះយើងស្រោចទឹកបន្តិចទៅជាការស្ដាប់មិនសិលក៏បានដីសើមដោយសារតែមេឃឥឡូវគឺទុំភ្លៀងហើយដែរ